សូម reply comment បងប្រុសមួយដែលគាត់ឲ្យខ្ញុំរៀបរាប់អំពីជីវប្រវត្តិកីឡាករកាច់ដៃ Alexi Bobada ហើយមុននឹងខ្ញុំរៀបរាប់អំពីកីឡាករកាច់ដៃ Alexi Bobada សូមបងប្អូនជួយ subscribe channel YouTube ខ្ញុំមួយឈ្មោះវឹកហាត់កីឡាកាច់ដៃហើយសូមជួយ subscribe អ្នកមួយផងអរគុណច្រើនអរគុណទុកជាមុនឥឡូវខ្ញុំចាប់ផ្ដើមរៀបរាប់អំពីកីឡាករ Alexi Bobada គឺជាកីឡាករជនជាតិរុស្ស៊ីគាត់អត់មានរហស្សនាមទេហើយគាត់កើតនៅថ្ងៃទី9 ខែឧសភាឆ្នាំ1980ហើយបច្ចុប្បន្នអាយុរបស់គាត់គឺ45ឆ្នាំហើយគឺអាយុច្រើនហើយឥឡូវខ្ញុំសូមរៀបរាប់រាងកាយគាត់បន្តិចដែលរាងកាយដែលតកតងជាមួយនឹងកីឡា arm wrestling កម្ពស់របស់គាត់គឺ 1m93 ទម្ងន់116 គីឡូក្រាមហើយ bicep របស់គាត់គឺ48 សង់ទីម៉ែត្រ forearm របស់គាត់45 សង់ទីម៉ែត្រទិន្នន័យនេះគឺរាប់គិតពីឆ្នាំ2023ទេដោយទិន្នន័យអតីតកាលរបស់គាត់តាំងឆ្នាំ90ជាងដល់2008ហ្នឹងគឺអត់មានក្នុងប្រព័ន្ធអ៊ីនធឺណិតទេខ្ញុំស្រាវជ្រាវបានតែឆ្នាំ2023ទេហើយទិន្នន័យការប្រកួតរបស់គាត់រាប់ជួរអាជីព arm wrestling គឺបានតែម្ដងទេហើយម្ដងហ្នឹងចាញ់កីឡាករ John Fraser ដែលគឺគាត់ជាជនជាតិសហរដ្ឋអាមេរិកក្នុងកម្មវិធី King of Table 8នៅថ្ងៃទី23 កញ្ញាឆ្នាំ2023សូមរាប់សូមថយពេលវេលាទៅក្រោយតិចគាត់ធ្លាប់ឈ្នះកីឡាករលំដាប់ដូចជា Devon Larratt John Fraser Michael Choi 3អ្នកហ្នឹងបើរាប់គិតឆ្នាំ1999ដល់2008 3អ្នកហ្នឹងគឺមិនមែនដៃគូគាត់ទេការគាត់នៅសក់វែងប៉ុន្តែបច្ចុប្បន្នដោយសារគាត់បោះបង់កីឡា arm wrestling គាត់ទៅដូរអាជីពទៅកីឡាបំក្លែមហ្នឹងគាត់ទៅប្រកួតនៅអូឡ িম্প ិកគាត់ទទួលបានមេដាយសំរឹទ្ធនិងមេដាយប្រាក់ប៉ុន្តែឃើញបច្ចុប្បន្ននេះគាត់មកអបកសោប arm wrestling វិញប៉ុន្តែដោយសារអាយុគាត់ជ្រេគាត់មិនអាចទៅរួចទេអ្នកដែលនៅអបកសោបកីឡា arm wrestling ដូចជា John Fraser Michael Choi Devon Larratt គឺគេ ranking គេលំដាប់អស់ហើយពិភពលោកអស់ហើយគាត់អត់ទាន់មាន ranking ក្នុងកីឡា arm wrestling ទេអញ្ចឹងបច្ចុប្បន្នគាត់អាយុច្រើនអាយុជ្រេបើគាត់ comeback មកវិញក៏ពិបាកដែរហើយប្រវត្តិរបស់គាត់មានតែប៉ុណ្្នឹងទេហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់បងប្អូនហើយជួយ subscribe channel YouTube មួយហើយជួយឲ្យបេះដូងនិង comment ក្នុង TikTok ផងហើយចង់ដឹងកីឡាករណាទៀត comment មកខ្ញុំស្រាវជ្រាវរកឲ្យអរគុណច្រើន